ខ្ញុំថានារីលោកការរបស់អ្នកអាក្រក់ណាស់ហាហាអ្វីរួចរាល់ហើយអ្នកប្រុសឲ្យចូលត្រៀមខ្លួនឡើងលើឆាកចាំបន្តិចអ្នកកំពុងធ្វើអ្វីតាក់ខ្ញុំចុះលោកម្ចាស់វ័យក្មេងថ្ងៃនេះលោកគឺជាអ្នកយាមទ្វារដែលមិនអាចយកឈ្នះបានរបស់យើងបរិះម្នាក់ទល់នឹង 10000 នាក់បង្ហាញពួកគេនៅអូរ៉ាអ្នកការពារទាំង4របស់អ្នកហើយបំភ័យពួកគេរហូតដល់ស្លាប់ស៊ូសៀវជីវនឹងសម្រាប់អ្នកនៅថ្ងៃណាមួយអូយព្រះជាម្ចាស់ឲ្យបាវនោះខ្លាំងពេកហើយខ្ញុំចាប់វាមិនបានទេអូយហេតុអ្វីបានជាជើងខ្ញុំមិនស្ដាប់បង្គាប់ខ្ញុំលោកគ្រូតូចអ្នកពិតជាអស្ចារ្យណាស់គោលដៅនោះត្រូវបានការពារយ៉ាងប្រុងប្រយ័ត្នវាដូចជាជញ្ជាំងដែកអញ្ចឹងហាហាតើនេះជាបាវអបប្រភេទអ្វីមែនហើយត្រឹមត្រូវអ្នកទាំងអស់គ្នាសូមប្រុងប្រយ័ត្នការពាររទេះរុញរបស់ចៅវាយវ័យក្មេងហើយកុំកោសវាជាវត្ថុដ៏មានតម្លៃដែលបាននាំចូលបានចាក់ចេញដោយការរំពឹងទុកខ្ញុំនៅតែជាមនុស្សគ្មានប្រយោជន៍ដែលមិនអាចចាប់បាល់បានផងលោកម្ចាស់វ័យក្មេងបាវនោះបានធ្លាក់ដោយកម្លាំងនិងស្ថិរភាពដូចភ្នំលោកម្ចាស់វ័យក្មេងទោះបីជាចាញ់ក៏ដោយលោកនៅតែមានកិត្តិយសនេះហៅថាការបោះបង់ចោលជាយុទ្ធសាស្ត្រមែនទេទង្វើនោះคล้ายៗណាស់ហាតិចតួចលោកតានេះជាកិត្តិយសខ្ពស់បំផុតនៅក្នុងការប្រកួតបាល់អប់ជនបទរបស់យើងគឺពានរង្វាន់ Madifield Gold Cup ថ្ងៃនេះលោកតាគឺជាតារាដ៏ធំបំផុតអរគុណច្រើនបាទហាខ្ញុំដឹងថាចៅវាយវ័យក្មេងគោនៅតែមិនអាចរត់គេចខ្លួនបានឡើយមានជាទីស្រឡាញ់របស់ខ្ញុំនេះជាភ្នំអូជីរបស់ខ្ញុំឥឡូវនេះជាមេរង្វាន់របស់នារីនោះត្រូវបានធានាហើយជួបគ្នាពេលក្រោយតោះយើងលេងប៊ីយ៉ាជាមួយគ្នាម្ដងទៀតលោកគ្រូតូចតោះយើងទៅខ្ញុំនឹងជូនអ្នកទៅផ្ទះញ៉ាំអាហារពេលល្ងាចអូលោកគ្រូវ័យក្មេងហេតុអ្វីបានជាអ្នកមកដោយផ្ទាល់លោកម្ចាស់ឲ្យនេះពិតជាហួសហេតុពេកហើយសម្រាប់ពួកយើងសូមអញ្ជើញមកជន់បတ်ផងវាជាកន្លែងខ្វក់គុំធ្វើឲ្យវាខ្វក់អីអ្នកចិត្តល្អពេកហើយខ្ញុំថាសៅពីងក៏បានបងស្រីច្បងលោកត្រឡប់មកវិញហើយលោកម្ចាស់គុំសោកសៅអីទោះបីជាជើងរបស់លោកសោយក៏ដោយស្មារតីរបស់មនុស្សនៅតែរឹងមាំមិនដូចខ្ញុំទេបរិសុទ្ធចំណាស់ឥតប្រយោជន៍ម្នាក់ដែលដេកលើក្រែពេញមួយថ្ងៃខ្ញុំជាបន្ទុកដល់ឪពុកម្ដាយនិងប្អូនស្រីរបស់ខ្ញុំសៀវជីកុំនិយាយមិនសមហេតុសមផលអីប្អូនស្រីខ្ញុំប្រកាសថាខ្ញុំអាចទិញថ្នាំញៀន Ecstasy ឲ្យអ្នកបានមិនថាវាត្រូវចំណាយប្រាក់ប៉ុន្មានទេវាសំនឹងទទួលបានវាយកនេះទៅការទិញថ្នាំដើម្បីព្យាបាលជំងឺរបស់អ្នកគឺជារឿងសំខាន់បំផុតបើមិនដូច្នោះទេខ្ញុំមិនអាចញ៉ាំវាពីមុនបានទេនេះជាថ្លៃសេវាសម្រាប់ការលំបាករបស់ប្អូនស្រីរបស់អ្នកក្នុងការនាំខ្ញុំចេញមកសម្រាប់នាងសំនឹងទទួលបានវាណាស់អ្នកនាងស៊ូលោកគ្រូតូចអ្នកមិនអាក្រក់ប៉ុន្មានទេមែនទេខ្ញុំមិនបានដឹងថាចៅវាយវ័យក្មេងដ៏ក្រអឺតក្រទុំម្នាក់នេះមានចិត្តទូលាយយ៉ាងនេះទេមើលទៅដូចជាខ្ញុំត្រូវតែចូលធ្វើល្អចំពោះគាត់ជាសម្បត្តិអាហាររយៈពេលវែងរបស់អ្នកតើអ្នកអាចធ្វើបែបនេះដោយរបៀបណាមន់ដែលយើងបានកំងនោះត្រូវបានស្ងោរហើយចៅវាយនេះវ័យក្មេងញ៉ាំសាច់អាំងនិងផឹកស្រានៅវិមាននោះជារៀងរាល់ថ្ងៃស្រាក្រហមមិនអាក្រក់ទេប៉ុន្តែតើអ្នកហ៊ាននិយាយជាមួយខ្ញុំបែបនោះដោយរបៀបណាលោកម្ចាស់ខ្ញុំកិត្តិយសលោកគ្រូតូចកុំស្ដាប់កូនតូច9របស់យើងអីអ្នកកំពុងនិយាយមិនសមហេតុសមផលញ៉ាំមន់ចាស់នេះឲ្យបានច្រើនវាមានជីវជាតិច្រើនមែនហើយការញ៉ាំឲ្យបានច្រើននឹងជួយអ្នកជាសះស្បើយលឿនជាងមុនអរគុណលោកម្ចាស់វ័យក្មេងមើលនោះគឺជាសត្វយ៉ាងធំយើងជាប្រជាជនជនបទពឹងផ្អែកលើវាដើម្បីស្វែងរកផ្លូវនៅពេលដែលយើងវង្វេងនៅពេលយប់ការ៉េអរគុណលោកយ៉ាង Master Jill មិនចាំបាច់អរគុណទេខ្ញុំនឹងមើលថែដៃគូវឹកហាត់ថ្ងៃនេះតើអ្នកមានគម្រោងទូទាត់ថ្លៃទីកន្លែងនិងថ្លៃអាហារូបត្ថម្ភសម្រាប់មាន់ពងរបស់ម្ដាយខ្ញុំដោយរបៀបណាស៊ូសៀវជីវខ្ញុំមិនបានឲ្យកាបូបនៅផ្ទះអ្នករួចហើយមែនទេអ្នកនៅតែចង់បានលុយមែនទេហេតុអ្វីខ្ញុំមិនមានវានៅក្នុងហោប៉ៅរបស់ខ្ញុំក្មេងស្រីឈួតដែលរកលុយមិនបានចូលមកនេះហាលោកគ្រូតូចតាមពិតទៅលោកមានលុយលាក់ទុកខ្លះឥឡូវនេះវាជារបស់ខ្ញុំទាំងអស់ហើយខ្ញុំប្រហែលជាមានសំណាងណាស់កាលពីជាតិមុនតើខ្ញុំបានធ្វើអ្វីដ៏អាក្រក់អ្វីខ្លះទើបសំនឹងជប់ចោលប្លន់ដូចអ្នកផ្លូវនេះជារបស់ខ្ញុំដើមឈើនេះជារបស់ខ្ញុំចប់ទាំងហើយខ្ញុំចង់ឆ្លងកាត់ជុំនេះអូយតើអីនេះមើលទៅមានតម្លៃណាស់ហើយវាជាទំនិញនាំចូលទុកលុយចោលហើយចេញពីទីនេះជាមួយស្ត្រីដែលអង្គុយលើទេរុញទៅហេក្រុមនឹងឲ្យវាទៅអ្នកពេលក្រោយខ្ញុំនឹងខ្លាចជាអ្នកសង្គ្រោះខ្លាឃ្មុំតូចឲ្យរត់ទៅខ្ញុំនឹងរារាំងពួកវាខ្ញុំមិនដែលត្រូវបានប្លន់ពីមុនមកទេក្នុងមួយជីវិតរបស់ខ្ញុំសម្លៀកបំពាក់ដែលអ្នកកំពុងស្លៀកមើលទៅដូចជាធ្វើពីវត្ថុធាតុដើមថ្លៃនោះល្អឥតខ្ចោះអ្នកអាចដូរវាយកប្រាក់ដុល្លារខ្លះនៅហាងបញ្ចាំហើយវាគ្រប់គ្រាន់ដើម្បីដោះសម្លៀកបំពាក់ក្មេងចេញយក17 Wings បងប្អូនតោះទៅយកនេះចេញដោះចេញក្នុងខ្ញុំស្ទើរស្លាប់ស្ត្រីម្នាក់នេះពិតជាសត្វចម្លែកជំនាញក្បាច់គុណរបស់អ្នកវីនារីមនុស្សរឹងមាំបែបនេះដើរតាមជនពិការនេះគ្មានអនាគតទេចង់ពិចារណាចូលរួមជាមួយខ្ញុំទេក្រុមនេះបៃតងផ្ដល់អាហារនិងកន្លែងស្នាក់នៅខ្ញុំនឹងផ្ដល់ឲ្យពួកគេនៅតំណែងជាអ្នកគ្រប់គ្រងសារដោយផ្ទាល់ចូលយើងធ្វើការជាមួយគ្នាដើម្បីធ្វើឲ្យអាជីវកម្មរបស់យើងកាន់តែធំនិងរឹងមាំនៅក្នុងទីក្រុងពួកអ្នកសម្រាមឲ្យអ្នកគិតថាអាចជ្រើសរើសមីងខ្ញុំបានឬខ្ញុំនឹងតើអ្នកណាចង់ខ្លាចជាចៅស្រីនៅពេលដែលពួកគេរកលុយបានច្រើនស៊ូសៀវជីវចូលប្រយ័ត្នហើយកុំធ្វើប្រហែសឲ្យសោះអូលោកគ្រូវ័យក្មេងខ្ញុំខ្លាំងមែនទែនចៅតូចតាចទាំងនេះមិនមែនជាការកម្ដៅខ្លួនសម្រាប់ខ្ញុំទេលោកគ្រូវ័យក្មេងអ្នកគឺជាអ្នកដែលគួរប្រុងប្រយ័ត្នប្រសិនបើអ្នកចេញទៅក្រៅយឺតបែបនេះម្ដងទៀតហើយជួបចោលប្លន់តែម្នាក់ឯងនរណាម្នាក់ដែលមានស្បែកឆ្ងាញ់របស់អ្នកដែលងាយរងគ្រោះបំផុតគឺក្មេងប្រុសស្អាតដែលខ្វះសាច់ដុំពុះនាងត្រូវបានគេចាប់ពង្រត់ហើយលក់ទៅឲ្យ Paramount ក្នុងនាមជាពិធីការនីដែលប្រកាសជាពេញនិយមស៊ូសៀវជីវអ្នកគ្រាន់តែជាស្ត្រីម្នាក់ប៉ុណ្ណោះហាច្បាស់ណាស់ថាអ្នកជាអ្នកដែលទូចង់នាំគាត់មកទាំងពាក់កណ្ដាលអាធិឥឡូវនេះខ្ញុំបានចេញទៅហើយពួកគេបែរជាបន្ទប់ខ្ញុំវិញប៉ា
បាទក្រុមមនុស្សអាក្រក់កំសត់មួយក្រុមកំពុងព្យាយាមប្លន់មនុស្សនិងខ្ជះខ្ជាយលុយរបស់យាយជាទីស្រឡាញ់របស់ខ្ញុំលោកគ្រូតូចកុំហ៊ានប្រើកម្លាំងរបស់អ្នកនៅទីនេះអីចាំខ្ញុំទៅមើលសិនក្មេងស្រីឲ្យអរគុណច្រើនសម្រាប់ការជួយសង្គ្រោះខ្ញុំវីនេរីខ្ញុំទៅតែបើកឡានចេញទៅស្រាប់តែខ្ញុំទទួលបានអំណោយសង្គ្រោះជីវិតមួយប៉ុន្តែខ្ញុំមិនដែលនឹកស្មានថានឹងជួបក្រុមចោរដ៏កាចសាហាវនេះនៅតាមផ្លូវត្រឡប់មកវិញនោះទេពួកចោរប្លន់ដ៏សាហាវឃោរឃៅបំផុតអ្នកនាងកុំខ្លាចអីខ្ញុំស៊ូសៀវជីវនៅទីនេះដើម្បីការពារអ្នកពួកចាប់ជំរិតខ្វាក់ភ្នែកទាំងនោះបានខ្ញុំបានកំចាត់គាត់ទាំងស្រុងមិនអីទេខ្ញុំនឹងរៀបចំឡានសម្រាប់អ្នកហើយជូនអ្នកទៅនៅតាមផ្លូវត្រឡប់ទៅក្រុងវិញពួកគេក៏បាននាំចោរទាំងនោះទៅផ្ទះម្ដាយអរគុណណាស់វីនេរីចំពោះសេចក្តីសប្បុរសនិងគុណធម៌ដ៏ធំធេងរបស់អ្នកផ្លេច